ngàyនេះគឺខ្ញុំបានមកធ្វើនំប៉័ងសាបហូបជាមួយនឹងស្លគ្រីសាច់មាន់ស្លគ្រីសាច់មាន់នេះពីដំបូងឡើយស្លហូបជាមួយនឹងនំបញ្ចុកទេតែដល់តែពេលរៀងថ្ងៃអាសៀលហើយទឹកនឹកឃើញចង់ហូបនំប៉័ងអញ្ចឹងហើយក៏មកធ្វើខ្លួនឯងទៅដោយសារគ្រឿងផ្សំមានសពគ្រប់ទាំងអស់ហើយរបៀបធ្វើវិញក៏អត់មានអីពិបាកដែរខ្ញុំប្រើម្សៅមីនឹង270ក្រាមស្ករស1ស្លាបព្រាកាហ្វេអំបិលបន្តិចមេនំប៉័ងកន្លះស្លាបព្រាកាហ្វេកូរគ្រឿងស្ងួតនឹងឲ្យសព្វចូលគ្នាទៅខ្ញុំបន្ថែមពងមាន់មួយគ្រាប់ហើយកូរពងមាន់ជាមួយនឹងម្សៅមើលតែថាបែកពងមាន់នឹងទៅគឺខ្ញុំបានបន្ថែមទឹកណាចំពោះទឹកដែលខ្ញុំប្រើនេះមានចំនួន140 ml ហើយពងមាន់វិញបើសិនជាបងប្អូនអត់ចង់ដាក់ទេមិនបាច់ដាក់ក៏បានដែរប៉ុន្តែត្រូវបន្ថែមទឹកនឹងឲ្យគ្រប់170ទៅ180 ml ទៅណាបន្ទាប់ពីចាក់ទឹកចំនួន140 ml ចូលទៅអស់គឺខ្ញុំចាប់ផ្ដើមមកច្របាច់ម្សៅនឹងដោយដៃវិញម្ដងខ្ញុំចំណាយពេលច្របាច់ម្សៅនេះប្រហែលជា10នាទីហើយនៅពេលដែលយើងច្របាច់ទៅវារាងស្អិតជាប់ដៃឬក៏ជាប់នឹងចានកធុនអីរាងពិបាកច្របាច់ហ្នឹងយើងអាចបន្ថែមម្សៅមីបន្តិចទៅដើម្បីកុំឲ្យវាស្អិតខ្លាំងពេកហើយក៏បន្តច្របាច់ម្សៅនឹងរហូតតតែថាម្សៅនឹងឡើងទៅជាដុំស្អិតហើយមើលទៅអាឡូងវាលែងជាប់ជាមួយនឹងចានកធុនហ្នឹងណាគឺបានហើយនេះមើលទៅថាសាច់ម្សៅវាឡើងបានប៉ុណ្ណឹងគឺខ្ញុំយកវាមកក្របហើយផ្អាប់ទុករយៈពេល1ម៉ោងនៅកន្លែងរាងហប់ណាបន្ទាប់ពី1ម៉ោងក្រោយមកឃើញថាសាច់ម្សៅនឹងវាឡើងធំគុណនឹង2ហើយអញ្ចឹងខ្ញុំយកម្សៅនឹងយកមកច្របាច់ម្សៅទៀតប្រហែលជា2នាទីអីទៅដើម្បីឲ្យអស់ខ្យល់ហើយលុញវាឲ្យទៅជារាងទៅវែងអញ្ចឹងក្នុងម្សៅ270ក្រាមហ្នឹងខ្ញុំបែងចែកធ្វើនំប៉័ងហ្នឹងតែ4ដើមទេបន្ទាប់ពីបែងចែកម្សៅហ្នឹងហើយគឺខ្ញុំយកម្សៅម្ដុំហ្នឹងមកធ្វើវាឲ្យទៅជារាងមូលអញ្ចឹងណាការប៉ັດរបៀបធ្វើនំប៉័ងអត់មានអីពិបាកទេគ្រាន់តែថាយើងត្រូវចំណាយពេលរៀងយូរបន្តិចក្នុងការផ្អាប់ម្សៅបន្ទាប់ពីធ្វើម្សៅនឹងឲ្យទៅជារាងមូលរួចរាល់ហើយអស់គឺខ្ញុំគ្របម្សៅនឹងទុកចោលនឹង10នាទីទៀតណាហើយបន្ទាប់ពី10នាទីក្រោយមកគឺខ្ញុំបានយកសាច់ម្សៅនឹងមកដុំយកមកកិនវាឲ្យទៅជាប្រទះរាងស្ដើងអញ្ចឹងទៅមិនស្ដើងពេកហើយក៏មិនក្រាស់ខ្លាំងពេកដែរវិធីធ្វើឲ្យទៅជារាងនំប៉័ងនឹងវិញបងប្អូនអាចមើលតាមវីដេអូនេះបានណាព្រោះខ្ញុំក៏មិនទៅអ្នកជំនាញអីមូលនំប៉័ងនឹងដែរកន្លះឆ្នាំមួយឆ្នាំធ្វើម្ដងអញ្ចឹងហើយមើលទៅវារាងឆ្កងតិចហើយខ្ញុំកិនម្សៅនឹងឲ្យពីផ្នែកខាងក្រោយនឹងវារាងធំហើយពីមុខនឹងរាងតូចអញ្ចឹងណាបន្ទាប់មកក៏ចាប់ផ្ដើមលមូវាអញ្ចឹងមកហើយដល់កន្លែងមុខវានេះយើងសកាត់វាឲ្យរាងស្ដើងតិចទៅដើម្បីឲ្យវាស្អិតជាប់គ្នាកុំឲ្យវាល្បកឥឡូវនេះខ្ញុំបានធ្វើចេញជារូបរាងនំប៉័ងហើយចំពោះរាងនំប៉័ងវិញបងប្អូនចង់ធ្វើមិនក៏បានដែរធ្វើរបៀបថាស្រួចមុខស្រួចក្រោយក៏បានតែខ្ញុំធ្វើនេះខ្ញុំធ្វើយកស្មើមុខស្មើក្រោយអញ្ចឹងណាហើយបន្ទាប់មកបន្តធ្វើអញ្ចឹងរហូតតតែអស់ម្សៅទៅគឺបានហើយឥឡូវនេះនំប៉័ងខ្ញុំបានធ្វើចេញជារូបរាងហើយអស់ណាបន្ទាប់មកខ្ញុំបានយកថង់នឹងមកគ្របទុកចោលនឹង1ម៉ោងទៀតហើយនេះគឺជាសាច់ម្សៅនៅពេលដែលខ្ញុំបានគ្របទុកចោលរយៈពេល1ម៉ោងឃើញថាវាឡើងល្អខ្លាំងមែនតែនអញ្ចឹងហើយខ្ញុំយកឡាមហ្នឹងមកឆូតបងប្អូនចង់ឆូតជា2ជា3ក៏បានដែរតែខ្ញុំឆូតតែក្តារហ្នឹងមួយឯងហើយការឆូតនេះដែរបងប្អូនឆូតឲ្យជ្រៅជាងខ្ញុំបន្តិចណាខ្ញុំឆូតនេះវារៀងរាក់ពេកអញ្ចឹងពេលដែលយើងយកទៅដុតទៅវាអត់សូវឃើញប្រេះស្អាតបន្ទាប់ពីឆូតហើយគឺខ្ញុំបានប្រោះទឹកវាពីលើបន្តិចអញ្ចឹងទៅបន្ទាប់មកខ្ញុំយកទៅដាក់ដុតហ្នឹងរយៈពេល30នាទីប្រើភ្លើងលើក្រោម170ឥឡូវនេះនំប៉័ងខ្ញុំបានដុតឆ្អិនល្អហើយនៅខាងក្រៅវាអត់សូវក្រហមអញ្ចឹងពេកទេតែដល់តែក្នុងវីដេអូនេះឃើញឡើងក្រហមនំប៉័ងដែលខ្ញុំបានប្រាប់បងប្អូនថាឲ្យឆូតរៀងជ្រៅបន្តិចហ្នឹងគឺវាឃើញប្រេះស្អាតអញ្ចឹងណាហើយពេលដែលយើងឆូតទៅរៀងរាក់មើលទៅវាអត់សូវឃើញស្អាតបើសាច់នំប៉័ងវិញគឺថាត្រូវចិត្តតែម្ដងខ្ញុំចង់បានសបកខាងក្រៅស្រួយតិចហើយខាងក្នុងទន់នៅពេលដែលយើងយកមកជ្រលក់ជាមួយនឹងស្លគ្រីអញ្ចឹងវាត្រូវគ្នាតែបងប្អូនខ្លះក៏ចូលចិត្តសបកនំប៉័ងរៀងស្រួយខ្លាំងអញ្ចឹងណាបើថាទិញគេមកអត់ស្រួយហើយយកមកក្តៅថែមទៀតប៉ុន្តែយើងមនុស្សម្នាក់វាមានចំណង់ចំណូលចិត្តខុសៗគ្នាអញ្ចឹងហើយធ្វើតាមចិត្តតាមបេះដូងរៀងខ្លួនទៅសាច់នំប៉័ងដែលមានសបកខាងក្រៅស្រួយតិចហើយខាងក្នុងទន់ហ្នឹងមិនត្រឹមតែត្រូវជាមួយស្លគ្រីទេយកទៅជ្រលក់ជាមួយនឹងទឹកដោះគោខាប់ក៏ត្រូវដែរ